នេះទស្សនភាពចំការត្របែកបាទមានបងប្អូនត្រូវការផ្លែត្របែកធម្មជាតិបាទអាចទំនាក់ទំនងខ្ញុំបានបាទតិចច្រើនតាមតម្រូវការត្របែកខ្ញុំបាទមានជាង100ដើមបាទនេះសកម្មភាពកាត់ផ្លែត្របែកបាទកាត់វាដល់ម៉ោងប្រមូលហើយបាទដកស្រោមសិនបាទនេះដោយសារស្រោមមួយដាក់ផ្លែពីរវាណែនពេកធំទៅវាណែនពេកទាំងពិតស្រោមដាក់អត់ផ្លែមួយទេបាទប៉ុនចាញ់ដាក់ថងទេបាទអានេះវាមេតិចបានដែរបាទនេះធំល្អបាទហើយថងនេះយើងអាចយកទៅដាក់ផ្លែណាដែលយើងមិនទាន់ស្រោបបាទទុកវាបាទនេះមកផលហើយបាទមិនបាទឆ្ងាញ់បាទបែកគីឡូតៃវ៉ាន់បាទរសជាតិផ្អែមឈ្ងុយឆ្ងាញ់បាទសាច់ស្រួយល្អបាទបានក្លាសេទៀតមកអែមបាទបាទយើងកាត់វាអញ្ចឹងបាទដើម្បីឲ្យវាបែកខ្នែងទៀតបាទមួយដើមនេះចូល20គីឡូហើយបាទដើមនេះឆ្នាំទី1ទេអញ្ចឹងវាផ្លែល្អបាទបានថងហើយបាទតបែកចេះស្រោបចុះវាសស្អាតបាទគួរចង់ញ៉ាំបាទទៅមើលម្ដងទៀតបាទស្មៅទុកកាត់បាទអត់បាញ់ថ្នាំទេបាទនេះខូចហើយអត់បានស្រោបវាបាទអត់បានស្រោបខូចអស់បាទមេតិចបាទអានេះស្រោបវា
មួយនេះមេតិចឡើងលួយនៅនឹងហ្មងបាទស្វិតអស់បាទបេះទៅពីដើមទេឡើងពេញថងហើយបាទនេះផ្លែឡើងទុនដល់ដីអស់បាទមេឃផ្លែច្រើនបាទដើមតាមរយៈពេលតែមួយឆ្នាំទេបាទតបែកអត់ប្របាក់ដើមទេតបែកបាទបងប្អូនណាត្រូវការពូជអាចទំនាក់ទំនងបានបាទពូជតបែកគីឡូតៃវ៉ាន់បាទផ្លែធំល្អសាច់ស្រួយផ្អែមឆ្ងាញ់ត្រជាក់ចិត្តបាទញ៉ាំតបែកមានទុកសោកញ៉ាំតបែកទៅលេងមានទុកសោកហើយបាទស្លាស់បាទស្លាស់មុខស្លាស់មាត់ល្អបាទតបែកផ្លែច្រើនបាទជាង100ដើមបាទបងប្អូនអាចកំងពូជបាន